របៀបដាក់ពាក្យបន្តសុពលភាពជាតាមកម្មវិធីទូរស័ព្ទដៃរបស់ធនាគារដៃគូក្រសួងចាប់ពីថ្ងៃទី1 ខែមេសាឆ្នាំ 2026 តទៅការដាក់ពាក្យស្នើសុំបន្តសុពលភាពជាកាន់តែងាយស្រួលជាងមុនបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានជំនិះអាចដាក់ពាក្យតាមធនាគារដៃគូបានភ្លាមៗដោយគ្រាន់តែជំហានដំបូងចូលទៅកាន់កម្មវិធីទូរស័ព្ទដៃរបស់ធនាគារ Aclida ឬធនាគារ ABA លើទូរស័ព្ទដៃរបស់លោកអ្នកអស់ទៅកាន់ផ្នែកសេវាស្ថាប័នរដ្ឋាភិបាលរួចចុចលើសេវាសាធារណៈរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនដែលមាន logo MPWT លោកអ្នកនឹងឃើញទំព័រ Mini App របស់ MPWT ជ្រើសរើសសេវាបន្តសុពលភាពយានជំនិះបន្ទាប់មកសូមចុចប៊ូតុងបន្តសុពលភាពឈាកសូមចុចប៊ូតុង Scanរួចធ្វើការ Scan QR Code លើប័ណ្ណសម្គាល់យានជំនិះលទ្ធប័ត្រឬវិញ្ញាបនបត្រឈាកកម្មវិធីនឹងបង្ហាញទិន្នន័យសំខាន់មួយចំនួនដូចជាផ្លាកលេខឈ្មោះម្ចាស់កម្មសិទ្ធិលេខតួឬសាក់ស៊ីនិងលេខទូរស័ព្ទរបស់លោកអ្នកសូមចុចប៊ូតុងបន្តលោកអ្នកនឹងចូលដល់ជំហានទី1ឯកសារតម្រូវដែលមានបង្ហាញទិន្នន័យសំខាន់មួយចំនួនដូចជាព័ត៌មានយានជំនិះម្ចាស់កម្មសិទ្ធិនិងព័ត៌មានឈាកចុងក្រោយសូមបញ្ចូលឯកសារតម្រូវដូចជាប័ណ្ណសម្គាល់យានជំនិះលទ្ធប័ត្រឬវិញ្ញាបនបត្រឈាកនិងអត្តសញ្ញាណប័ណ្ណរួចចុចប៊ូតុងបន្ទាប់លោកអ្នកនឹងចូលដល់ជំហានទី2តម្លៃសេវាជ្រើសរើសកាលបរិច្ឆេទនិងទីតាំងឈាករួចចុចប៊ូតុងបន្តកម្មវិធីនឹងលោតសារបញ្ជាក់ពីថ្ងៃណាត់ជួបឈាកយានជំនិះសូមចុចប៊ូតុង Take ខ្ញុំបានអានសិនទើបអាចចុចប៊ូតុងយល់ព្រមដើម្បីបន្តទៅជំហានទី3ទូទាត់សូមត្រួតពិនិត្យមើលវិក័យប័ត្រនិងទឹកប្រាក់ដែលត្រូវទូទាត់រួចចុចប៊ូតុងទូទាត់ដើម្បីធ្វើការទូទាត់ប្រាក់ពេលទូទាត់ប្រាក់បានជោគជ័យកម្មវិធីនឹងលោតសារបញ្ជាក់ម្ដងទៀតពីថ្ងៃណាត់ជួបឈាកយានជំនិះសូមចុចប៊ូតុងយល់ព្រមការដាក់ពាក្យបន្តសុពលភាពឈាកទទួលបានជោគជ័យលោកអ្នកបានបញ្ចប់នីតិវិធីក្នុងការដាក់ពាក្យស្នើសុំឈាកសូមយករថយន្តទៅមណ្ឌលឈាកចូលទៅច្រកអនឡាញដើម្បីបន្តនីតិវិធីក្នុងការទទួលយកលទ្ធប័ត្រនិងវិញ្ញាបនបត្រឈាក